ទាំងពីរជួបគ្នាហ៎ឲ្យទាំងពីរឯលោកគ្រូឲ្យទាំងពីរបាទទី1ឲ្យទី2ឲ្យទាំងពីរជួបគ្នាហើយចាហើយឲ្យនេះជិះពីណាមកមើលកូនចាជិះពីទីមកមកដល់មក5យកមិញចារឹកមិញនិយាយទៅជិះមកដល់អត់ខកបំណងទេលោកគ្រូហ៎អត់តិចជិះមកជិះខ្លួនឯងជិះឡាមកខ្លួនឯងយ៉ាងណាដែរចំពោះលទ្ធផលនៃការប្រកួតរបស់កូរ៉េម៉ាលើកនេះស្ដាយដែរបានឡើងមកដាច់គាត់ដោយសារកីឡាករហ្វីលីពីនគាត់ខូចជើងតាំងពីជុំទី1ចាបាទស្ដាយផងហ្នឹងតែមិញលោកគ្រូได้ប្រកាសថាមកចាំបាច់វិលជុំឯងមកលោកគ្រូឲ្យវាយមួយយកមួយបាទដោយសារនិយាយទៅហ្វីលីពីនគាត់មិនអត់និយាយថាអត់មានខុសអីទេបាទអញ្ចឹងនេះវាខាតឱកាសរបស់គាត់អញ្ចឹងបើសិនជាគ្រុតគុណខ្មែរនិង ISK រៀបចំរងទៅខ្ញុំគិតថាដាក់ពីអ្នកវាយហ្មងទៅបាច់គុណជុំអីទៀតទេដោយសារម្ចាស់ខ្សែគាត់មានហើយចាបាទយើងកងម្ចាស់ខ្សែគាត់បានហើយអញ្ចឹងយើងដល់ឲ្យគាត់ដើម្បីឡើងមកដល់ចាគាត់អស់ចិត្តចាលោកគ្រូហ្នឹងហើយអញ្ចឹងន័យថានិយាយឲ្យដាច់ហ្មងកុំឲ្យបបាថាមកវិលជុំជួបគ្នាទៀតនោះបបាបាទកុំឲ្យបបាគាត់ឈឺឬអីទេមួយវាយមួយហ្មងហើយគ្រូលោកគ្រូរំពឹងថាកូរ៉េម៉ាភាពជោគជ័យរបស់គាត់នឹងបន្តរីកចម្រើនក៏ដូចជាការនាំគុណខ្មែរនិងនាំក្បាច់គុណចម្រុះឬក៏ក្បាច់គុណដែលគាត់ធ្លាប់វឹកហាត់ហ្នឹងទៅផ្សព្វផ្សាយគុណខ្មែរទៅផ្សព្វផ្សាយដល់កម្រិតណាដែរតាមអ្វីដែលគាត់កំពុងមានសប្តាហ៍នេះមានតែឡើងមានតែទៅមុខបាទអត់ខកឡើងបានទេបាទអញ្ចឹងខ្ញុំថាកូរ៉េម៉ានិងកីឡាករคนខ្មែរផ្សេងទៀតអង្គប្រឹងវឹកហាត់ដើម្បីសរសៃកុំខ្មែរទូទាំងបើមែនតើកូរ៉េម៉ាហ្នឹងគឺលោកគ្រូបដងតាំងពីទូចអញ្ចឹងការវឹកហាត់តាំងពីទូចហ្នឹងតើគ្រឹះនៃការវឹកហាត់នោះយ៉ាងណាដែរបើលោកគ្រូតាមបទពិសោធន៍កីឡាសម្រាប់កីឡាលោកគ្រូសម្រាប់កីឡានិយាយទៅគ្រឹះដំបូងបើហាត់គុំខ្មែរទេប៉ុន្តែពេលនោះកូរ៉េម៉ារៀនទុនរបស់ហើយអត់សូវមានកម្លាំងទូចទៅទូចហ្មងចាបាទទូចហ្មងអត់សូវមានសាច់ទេចឹងហើយខ្ញុំគាត់ថាបហាត់ក្បាច់គេបច្ចេកទេសឲ្យបានច្រើនដោយសារគាត់ចាប់បានបាទអញ្ចឹងបហាត់ក្បាច់បច្ចេកទេសរបៀបវាយតាំងពីក្មេងរហូតដល់អត់សូវប្រើកម្លាំងអីទេយើងប្រើIQបច្ចេកទេសនៃការប្រកួតច្រើនជាងចុះបប៉ះជាមួយអ្នកវាយសម្រុកវិញគិតមិនដែរលោកគ្រូអត់និយាយទៅអត់ពិបាកទេបងដោយសារគ្រប់ដៃគូរបស់កូរ៉េម៉ាយើងហាត់ដើម្បីដៃគូនឹងយកមានហាត់ដដែលមើលដៃគូឲ្យហាត់បាទចាយើងហាត់របៀបទុកទល់ជាមួយដៃគូខ្ញុំជឿជាក់ថាលោកគ្រូពិតជាបានដឹងហើយថាឥឡូវហ្នឹងកីឡាករដែលគេកំពុងអាពូកងឬក៏ចង់ឲ្យជួបកូរ៉េម៉ាហ្នឹងមានច្រើនតែក៏មានកីឡាករបរទេសមួយដែលកំពុងវឹកហាត់នៅក្លឹបហ៊ូថេនតែគាត់ត្រៀមនឹងឡើងគីឡូដូចកូរ៉េម៉ាដែរគឺយ៉ាស៊ីនលោកគ្រូយល់ឃើញយ៉ាងណាដែរបើគូនេះជួបគ្នាបើសម្រាប់ខ្ញុំគាត់ថាខ្ញុំក៏ក្រៅទេបាទខ្ញុំគាត់ថាខ្ញុំល្អដោយសារនិយាយទៅល្អទាំងពីរមិនមែនយ៉ាងសិនតែមានច្រើនបាទប៉ុន្តែខ្ញុំគាត់ថាទុកឲ្យពួកគាត់វាយគ្នាសិនណាបាទមកផ្សេងសិនទៅដោយសារឥឡូវកូរ៉េម៉ាគាត់មានទូរទីច្រើនយើងត្រូវទៅប្រកួតនៅកម្ពុជាច្រើនទៀតបងដូចជា3-4 ខែទៅមុខយើងជួបកម្មវិធីនៅកម្ពុជារៀបចេញទៅប្រទេសណាខ្លះលោកគ្រូវៀតណាមចិនជប៉ុនហ្នឹងទេគិតបានច្រើនបាទប៉ុន្តែទៀតនេះហើយយើងជួបដល់សកលចាអូចូលសកលទៀតបាទឥឡូវគាត់មានឈ្មោះប្រកួតសកលនៅជប៉ុនស្ថាប័ន WBC អូដូចច្រើនណាស់គ្រូណាបានគ្រប់ជំនាញគ្រប់ប្រឡោះហ្មងបាទគាត់ទៀតអស់ហើយទឹកហ្នឹងហើយអរគុណច្រើនលោកគ្រូអរគុណចាអរគុណលោកគ្រូ